សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំថ្ងៃនេះដែរគឺខ្ញុំមកបង្ហាញអំពីវិធីចាក់ជាតិដែកឲ្យកូនជ្រូកដែលជាការថែទាំដ៏សំខាន់មួយសម្រាប់ឲ្យកូនជ្រូកនឹងលូតលាស់បានល្អនិងកាត់បន្ថយហានិភ័យនៃការខ្វះជាតិដែកមុននឹងចាប់ផ្ដើមយើងត្រូវត្រៀមសម្ភារៈឲ្យបានគ្រប់គ្រាន់ជាមុនសិនហើយនេះគឺជាសារ៉ាងដែលខ្ញុំបានជ្រើសរើសនិងប្រើសម្រាប់ចាក់ថ្នាំសូមបងប្អូនជ្រើសរើសសារ៉ាងដែលរឹងមាំនិងម្ជុលដែលស្អាតមានគុណភាពល្អនិងសមស្របទៅនឹងការចាក់កូនជ្រូកការប្រើប្រាស់សារ៉ាងដែលស្អាតល្អមានគុណភាពគឺជួយកាត់បន្ថយហានិភ័យមែនទែននៃការឆ្លងមេរោគបន្ទាប់ពីការជ្រើសរើសសារ៉ាងនិងម្ជុលដែលស្អាតហើយឥឡូវគឺយើងចាប់ផ្ដើមតឡើងវាហើយមុននឹងការប្រើប្រាស់ថ្នាំនេះផងដែរបងប្អូនកុំភ្លេចអសោះគួរពិនិត្យមើលឈ្មោះថ្នាំការបរិច្ឆេទផុតកំណត់និងកម្រិតនៃការប្រើប្រាស់ឲ្យបានត្រឹមត្រូវសូមបងប្អូនប្រើប្រាស់កម្រិតថ្នាំតាមការណែនាំនៅលើស្លាកផលិតផលឬការណែនាំរបស់គ្រូពេទ្យសត្វបន្ទាប់ពីរៀបចំសារ៉ាងនិងថ្នាំរួចរាល់ឥឡូវនេះយើងធ្វើការចាក់ជាតិដែកឲ្យកូនជ្រូកជំហានដំបូងត្រូវចាប់កូនជ្រូកឲ្យបាននឹងល្អដើម្បីជៀសវាងកុំឲ្យវារើខ្លាំងពេកនៅពេលចាក់ដោយយើងចាប់ផ្ដើមចាក់វាថ្នមៗនិងត្រឹមត្រូវទៅតាមបច្ចេកទេសជាទូទៅកូនជ្រូកត្រូវបានចាក់ជាតិដែកនៅអាយុប្រហែល3ថ្ងៃទៅ5ថ្ងៃដើម្បីជួយការពារការខ្វះជាតិដែកនិងជួយឲ្យវាលូតលាស់បានល្អបន្ទាប់ពីធ្វើការចាក់រួចរាល់សូមបងប្អូនសង្កេតមើលសុខភាពកូនជ្រូកមួយរយៈដើម្បីប្រាកដថាវាមានសុខភាពល្អធម្មតាប្រសិនបើបងប្អូនកំពុងស្វែងរកសារ៉ាងឬក៏ថ្នាំជាតិដែកសម្រាប់ចាក់កូនជ្រូកដែលមានគុណភាពល្អអាចទាក់ទងមកខ្ញុំបានខ្ញុំមានផ្គត់ផ្គង់សារ៉ាងនិងថ្នាំជាតិដែកសម្រាប់កូនជ្រូកព្រមទាំងផ្ដល់ការណែនាំពីរបៀបប្រើប្រាស់អរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះប្រសិនបើបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍សូមជួយចុច like follow និង share ដើម្បីលើកទឹកចិត្តខ្ញុំក្នុងការចែករំលែកចំណេះដឹងអំពីការចិញ្ចឹមជ្រូកនេះបន្តទៀតសូមជួបគ្នានៅវីដេអូក្រោយអរគុណ